រៀនពីល្បិចសិក្សាងាយដែលមានប្រសិទ្ធភាពស្ទើរតែដូចមន្តអាគមតើអ្នកអង្គុយចុះដើម្បីសិក្សាហើយត្រូវបានរំខានដោយអ្វីគ្រប់យ៉ាងមែនទេទូរស័ព្ទរបស់អ្នករោទប្រព័ន្ធផ្សព្វផ្សាយសង្គមហៅឬអ្នកចាប់ផ្ដើមគិតអំពីអាហារពេលខ្លះអ្នកថែមទាំងឆ្ងល់ថាតើការសិក្សាមានតម្លៃដែរឬទេសិស្សជាច្រើនមានអារម្មណ៍បែបនេះមនុស្សជាច្រើនប្រើប្រាស់វិធីសាស្ត្រសិក្សាខ្សោយដោយចំណាយពេលច្រើនម៉ោងក្នុងការអានប៉ុន្តែមិនចងចាំបានច្រើននោះទេគឺមានវិធីសាស្ត្រសាមញ្ញដែលជួយអ្នកឲ្យរៀនបានលឿនជាងមុនចងចាំបានល្អជាងមុននិងនៅតែរីករាយនឹងទល់ឲ្យអ្នកប្រហែលជានៅតែបន្តជួបការលំបាកជាមួយនឹងការទន្ទេញមេរៀននៅនីតិចុងក្រោយនិងលទ្ធផលមិនល្អដ៏មានឥទ្ធិពលទាំងនេះសូមប្រាកដថាបានចុះឈ្មោះជា Productive Path ដើម្បីកុំឲ្យខកខាននៅគន្លឹះអនុវត្តជាក់ស្ដែងមើលល្បិចទាំង6ដែលត្រូវបានបង្ហាញដោយការស្រាវជ្រាវដែលអ្នកសិក្សាឆ្លាតវៃកំណត់ពេលវេលាខួរក្បាលនឹងខ្ជិលច្រអូសនៅពេលវាមានពេលវេលាច្រើនពេកប្រសិនបើអ្នកកំណត់ពេល3ម៉ោងដើម្បីសិក្សាចិត្តរបស់អ្នកនឹងប្រើប្រាស់ពេញ3ម៉ោងនោះនេះត្រូវបានគេហៅមានការសម្រាប់របស់ Parkinson ភារកិច្ចនិងពង្រឹងដើម្បីបំពេញពេលវេលាដែលជាងនេះគឺការសិក្សាក្នុងវគ្គខ្លីរយៈពេលរបស់អ្នកទទួលយកការងារនេះយ៉ាងងាយស្រួលព្រោះវាមានអារម្មណ៍ថានៅពេលដែលអ្នកចាប់ផ្ដើមអ្នកតែងតែបន្តទៅមុខហួសពី20នាទីបង្រៀននៅអ្វីដែលអ្នកបានរៀនអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញម្នាក់ធ្លាប់បាននិយាយថាប្រសិនបើអ្នកមិនអាចពន្យល់វាឲ្យសាមញ្ញបានទេនោះមានន័យថាអ្នកមិនទាន់យល់ច្បាស់ដូចជាកំពុងប្រើពាក្យងាយមិនមែនពាក្យបច្ចេកទេសធំឡើយប្រសិនបើអ្នកតគំនិតពេលកំពុងពន្យល់វាបង្ហាញថាអ្នកត្រូវការអនុវត្តចន្លោះទាំងនោះនៅក្នុងហើយបន្តធ្វើឲ្យសាមញ្ញរហូតដល់ការពន្យល់របស់អ្នកមានភាពច្បាស់លាស់មានការយល់ដឹងពិតប្រាកដមិនមែនគ្រាន់តែការទន្ទេញចាំមាត់នោះទេល្បិចទី3សាកល្បងសមត្ថភាពស្រាវជ្រាវបង្ហាញថាការទាញយកចំណេះដឹងពីក្នុងគំនិតរបស់អ្នកផ្ទាល់មានឥទ្ធិពលជាងការអានជំរុញឲ្យខួរក្បាលដំណើរការខ្លាំងជាងមុននិងរក្សាទុកចំណេះដឹងបានល្អជាងមុនដូច្នេះឈប់អានដោយអសកម្មទៅបិទសៀវភៅរបស់អ្នកហើយរំលឹកឡើងវិញនៅគំនិតសំខាន់អ្វីដែលអ្នកចងចាំបានដោយមិនបាច់មើលកំណត់ឬប្រើបានសិក្សាដើម្បីសួរសំណួរខ្លួនឯងល្បិចទី4សិក្សាក្នុងវគ្គដែលផ្ដោតថាការបរិច្ឆេទកំណត់ធ្វើឲ្យអ្នកផ្ដោតអារម្មណ៍បានល្អជាងមុនអ្នកអាចយកលំនាំតាមប្រសិទ្ធភាពនោះបានកំណត់ម៉ោង30នាទីហើយសិក្សាដូចជាវាជារឿងមិនទាន់បន្ទាប់ពីនោះសម្រាប់5នាទីដើម្បីហាត់ប្រាណពុតខ្លួនដើរលេងឬពិនិត្យទូរស័ព្ទរបស់អ្នកដោយគ្មានអារម្មណ៍ខុសឆ្គងបន្ទាប់មកធ្វើវាឡើងវិញវិធីសាស្ត្រនេះមានប្រសិទ្ធភាពព្រោះការរៀនរយៈពេលខ្លីជួយការពារអ្នកមិនឲ្យហត់នឿយវាបញ្ឈប់ទម្លាប់សម្លឹងមើលកំណត់ត្រាដោយគ្មានការផ្ដោតដល់ហើយល្បិចទី5ផ្ដោតលើអ្វីដែលចំណាយពេលស្មើគ្នាលើគ្រប់កិច្ចការទាំងអស់ប្រធានបទខ្លះមានសារៈសំខាន់ជាងប្រធានបទផ្សេងទៀត20និយាយថា80នៃលទ្ធផលបានមកពី20នៃការងារចូលប្រើវាសម្រាប់ការសិក្សារបស់អ្នកសួរខ្លួនឯងថាតើប្រធានបទណាខ្លះដែលនឹងមាននៅក្នុងការប្រឡងចាស់ឬសួរគ្រូធ្វើការដំបូងលើចំណុចខ្សោយហើយរំលងអ្វីដែលអ្នកបានដឹងច្បាស់រួចហើយអាចកំបាំងរបស់សិស្សពូកែចាប់ផ្ដើមជាមួយវិញ្ញាសាសាកល្បងមុនពេលសិក្សាវិធីនេះបង្ហាញពីមុខវិជ្ជាដែលចេញច្រើនជាងគេដើម្បីឲ្យអ្នកអាចចំណាយពេលភាគច្រើនលើមុខវិជ្ជា6ធ្វើការស្របទៅតាមដំណើរការសិក្សារបស់អ្នកប្រសិនបើខួរក្បាលរបស់អ្នកមិនដំណើរការល្អទេនោះអ្នកនៅតែជាអ្វីដែលមនុស្សជាច្រើនមើលរំលងខួរក្បាលរក្សាទុកចំណេះដឹងក្នុងកំឡុងពេលសម្រាប់ពេញមួយយប់មុនពេលប្រឡងធ្វើឲ្យអ្នកភ្លេចមេរៀនបានលឿនជាងមុនប៉ុន្តែការគេងលក់ស្រួលពី7ទៅ8ម៉ោងជួយឲ្យខួរក្បាលរបស់អ្នករក្សាទុកព័ត៌មានសារៈសំខាន់សូម្បីតែការដើររយៈពេលខ្លីក៏ជួយបង្កើនការចងចាំផងដែរនៅពេលអ្នកប្រើល្បិចទាំង6នេះអ្នកនឹងសិក្សាបានកាន់តែឆ្លាតវៃនិងចងចាំបានរបស់អ្នកនៅទីនេះហើយប្រើប្រាស់ម៉ោងកំណត់ពន្យល់ប្រធានបទដោយប្រើពាក្យសាមញ្ញសាកល្បងសមត្ថភាពខ្លួនឯងសិក្សាក្នុងវគ្គខ្លីផ្ដោតលើខ្លឹមសារដែលមានតម្លៃចង់ចាំថាត្រឹមតែដឹងគឺមិនទាន់គ្រប់គ្រាន់ទេការប្រើប្រាស់អ្វីដែលអ្នកដឹងទើបនាំមកនៅលទ្ធផលដូច្នេះកុំគ្រាន់តែស្ដាប់ហើយបញ្ឈប់ត្រឹមនឹងជ្រើសរើសល្បិចមួយហើយសាកល្បងវាឥឡូវនេះចែករំលែកថាតើមួយណាមានប្រសិទ្ធភាពបំផុតប្រសិនបើអ្នកយល់ថាវាមានប្រយោជន៍កុំភ្លេចចុះឈ្មោះជា Productive Path សម្រាប់គន្លឹះសាមញ្ញផ្អែកលើវិទ្យាសាស្ត្រជាច្រើនទៀតដែលជួយឲ្យអ្នកបន្តរៀនសូត្រនិងរីកចម្រើន